ជំរាបសួរក៏ដូចជាសួស្តីទៅដល់អតិថិជនជាទីគោរពនាងខ្ញុំសុជាថ្ងៃនេះគឺខ្ញុំនឹងអញ្ជើញមកលេងជាមួយនឹងបងប្រុសដែលជាអតិថិជននៅក្នុង Border de Flora ដែលយើងបានដឹងថាគាត់គឺនៅទីនេះអស់រយៈពេលជាច្រើនឆ្នាំហើយអញ្ចឹងប្រកាសជាចង់ដឹងហើយថាអ្វីដែលជាចំណុចតាក់ទាញដែលធ្វើឲ្យគាត់នៅទីនេះបានយូរអញ្ចឹងតោះទៅស្ដាប់ការសម្ភាសន៍ជាមួយខ្ញុំនិងចំណាប់អារម្មណ៍របស់គាត់ទាំងអស់គ្នាបាទជំរាបសួរសួស្តីខ្ញុំឈ្មោះសុជាហើយខ្ញុំមកពីបរិយា The Flora ជាដំបូងបងសូមឲ្យបងជួយណែនាំឈ្មោះហើយតាមបងដឹងគឺបងបានរស់នៅក្នុងបរិយា The Flora ហ្នឹងគឺក្នុងរយៈពេលចូល10ឆ្នាំមកហើយអញ្ចឹងអាចបងសូមដឹងបានអត់ថាបងរស់នៅហ្នឹងកំឡុងពីឆ្នាំណាមកដែរបាទជំរាបសួរបាទខ្ញុំបាទឈ្មោះបានភិរមសប្តាហ៍ថ្ងៃមុខរបរជាមន្ត្រីរាជការហើយខ្ញុំមករស់នៅក្នុងបរិយា The Flora យើងនេះចូល6ឆ្នាំដែរហើយបាទតាំងពីឆ្នាំ2020មកវាជិត6ឆ្នាំដែរបាទចំពោះចំណុចទី2វិញបងប្អូនសុំសួរទៅបងថានិយមន័យផ្ទះសម្រាប់បងគឺមានន័យដូចម្តេចដែរបាទអញ្ចឹងសម្រាប់ខ្ញុំនិយមន័យផ្ទះគឺខ្ញុំផ្ដល់តម្លៃទៅលើសុភមង្គលការរស់នៅជួបជុំបាទការប្រស័យតាក់ទងគ្នារវាងឪពុកនិងម្ដាយឪពុកម្ដាយនិងកូនចៅជាមួយនឹងជីដូនជីតាបាទហើយផ្ទះនេះទៀតសោតគឺជាទីជម្រកមួយដែលផ្ដល់ភាពកក់ក្ដៅដល់ក្រុមសមាជិកក្រុមគ្រួសារទាំងអស់បន្ទាប់ពីការចេញទៅរកស៊ីប្រកបការងារផ្សេងៗអញ្ចឹងពេលការត្រឡប់មកវិញគឺផ្ទះនេះហើយគឺជាជម្រកដ៏ប្រសើរបំផុតដែលម្នាក់គ្រប់រូបតែងតែចង់បានបាទចុះបងមានអារម្មណ៍មិនដែរនៅពេលដែលបងបានអញ្ជើញមករស់នៅក្នុង Border de Flora នឹងឲ្យបងសំដឹងពីចំណាប់អារម្មណ៍ចំពោះ Border de Flora បានអត់បាទពាក់ព័ន្ធនឹងចំណាប់អារម្មណ៍ដែលទាក់ទាញឲ្យខ្ញុំជ្រើសរើស Border de Flora នេះទី1អាចចិត្តកន្លែងធ្វើការងារខ្ញុំដែរបាទទី2ទៀតនៅជុំវិញនេះគឺមានទៅដោយសាលាអន្តរជាតិផ្សារទំនើបបាទជាពិសេសមានពហុកីឡដ្ឋានមរតកដាច់ជោនេះនៅក្បែរយើងនេះតែម្ដងបាច់ទៅណាឆ្ងាយទេមានទាំង Safari World កន្លែងសួនកម្សាន្តអីផ្សេងៗគឺនៅជិតហ្នឹងហ្មងបាទចឹងអត់បាក់ទៅណាឆ្ងាយបាទចឹងបើសិនជាមុននឹងបងចូលមុននឹងបងទិញគេហដ្ឋានអូនសំដៅបានថាបងនឹងត្រូវមើលលើចំណុចអីខ្លះមុននឹងបងសម្រេចចិត្តថាបងទិញនៅក្នុងបរិយានឹងមួយបាទល្អសំណួរនេះមុននឹងខ្ញុំមកជ្រើសរើសនៅទីតាំងបរិយា The Flora យើងនេះណាមែនទេនោះខ្ញុំបានដើរមើលច្រើនកន្លែងទីតាំងបរិយាតូចធំផ្សេងប៉ុន្តែអ្វីដែលសំខាន់គឺខ្ញុំផ្ដោតទៅលើទី1ទីតាំងនេះគឺវាល្អវានៅចន្លោះទន្លេមេគង្គនិងទន្លេអាចថាទន្លេសាបណាពីរហ្នឹងបាទអញ្ចឹងវាជាភូមិសាស្ត្រមួយគេហៅថាបើហុងនិយាយពីរឿងក្បួនចិនគេហៅសុយហ្នឹងខ្ញុំគិតអញ្ចឹងហើយទី2ទៀតនៅតំបន់នេះវាទីប្រជុំជនស្រាប់ហើយបាទមានទាំងអ្នកភូមិមានទាំងសាលារៀនអីផ្សេងជាពិសេសនៅក្នុងបរិយានេះគឺគាត់មានម៉ាតរបស់គាត់មួយ Almond ដែលយើងងាយស្រួលក្នុងការទិញត្រូវការរបស់របរអីចឹងគឺមិនបាច់ទៅក្រៅទេស្រួលនៅក្នុងហ្នឹងហើយពេលដែលចូលមកដល់ក្នុងបរិយានឹងផ្ទាល់ទៀតគឺមានទាំងពីសួនច្បារមានទាំងពីកន្លែងចំណតរថយន្តមានអីផ្សេងឃើញថាជាទីចាប់អារម្មណ៍អញ្ចឹងបានខ្ញុំជឿរើសមករស់នៅក្នុងបរិយានេះចាបងជាចង់បញ្ចប់បងសូមសួរថាបើសិនជាបងចង់ណែនាំទៅដល់ទស្សនិកជនដែលគាត់កំពុងតែទស្សនានៅក្នុងវីដេអូមួយហ្នឹងបងចង់និយាយទៅដល់ពួកគាត់ដែរអូខេបាទជាចុងក្រោយនេះខ្ញុំបាទសូមគ្រប់អញ្ជើញដល់ញាតិមិត្តបងប្អូនទាំងអស់ដែលមានបំណងចង់ដើររកមើលផ្ទះក្នុងការស្នាក់នៅផ្ទះនៃក្តីសម័យផ្ទះក្នុងសុភមង្គលរបស់យើងរស់នៅឲ្យបានត្រជាក់ត្រជុំប្រសើរខ្ញុំថាគួរតែពិចារណាមើលបរិយា The Flora នេះទៅព្រោះវាអត់មាននៅឆ្ងាយពីក្រុងទេនៅក្នុងក្រុងយើងដែរទេបាទចេញទៅពីស្ពានជួយបានបន្តិចមកជិះមិនដល់5-10នាទីទេគឺមកដល់នឹងហើយមានគ្រប់សពបែបយ៉ាងនៅក្នុងនេះមានតាំងពីសេវាសន្តិសុខ24ម៉ោងមានសួនមានក្លឹបហាត់ប្រាណហើយកម្មវិធីនៅក្នុងបរិយានេះគឺគាត់រៀបចំហោហែរហូតមានការរត់ម៉ារ៉ាតុននៅក្នុងនឹងមានការអញ្ជើញព្រះអង្គគូសុភាពមកធ្វើជាវាគ្មិនហើយគាត់នឹងមានកម្មវិធី show អីផ្សេងរៀងរាល់ចុងសប្តាហ៍គឺខ្ញុំឃើញសង្កេតមើលគាត់មាន
កម្មវិធីអស់ហ្នឹងអញ្ចឹងហើយជំរុញឲ្យបងប្អូនហ្នឹងចង់ឲ្យមានចំណាប់អារម្មណ៍ហ្នឹងគឺមកជ្រើសរើសនៅទីនេះគឺមិនខកអំណងទេហើយបន្ថែមទៀតនៅទីនេះជាទីតាំងមួយដែលស្ថិតនៅក្បែរនឹងកន្លែងដែលstart បរតដៃជោបាទពេលដែលមានកម្មវិធីធំគឺយើងមិនចាំបាច់ចំណាយពេលចំណាយថវិកាក្នុងការធ្វើដំណើរទេគឺនៅក្បែរតែម្ដងមាននឹងសួន Safari World សួនកំសាន្តដែលគេនិយមមកលេងពីក្នុងក្រុងមកលេងហ្នឹងគឺយើងអាចរីករាយនៅទីនេះតែម្ដងបាទអរគុណទៅដល់គណៈគ្រប់គ្រងបរិយាយើងដែរដែលគាត់ចេះមានកម្មវិធីនឹងរហូតអញ្ចឹងធ្វើឲ្យការរស់នៅក្នុងបរិយាយើងមានភាពស្រស់បំព្រងរីករាយជាមួយនឹងជីវិតនៅក្នុងសហគមន៍របស់យើងចា៎បាទចាអរគុណច្រើនមកអង្គការសម្ភារមួយនេះបាទជំរាបលាបងបាទជំរាបលាបាទ The Flora ប្រណិតភាពក្នុងការរស់នៅ